ហេតុអ្វីបានជាយន្តហោះ DC-10 មានរហស្សនាមថាជាមធ្យោបាយអាចហោះបាន DC-10 ឬ McDonnell Douglas ជាប្រភេទយន្តហោះដែលត្រូវបានគេផលិតនិងរចនាឡើងនៅក្នុងកំឡុងទសវត្សរ៍ចុងឆ្នាំ1960 DC-10 ជាយន្តហោះខ្នាតយក្សដែលមានម៉ាស៊ីនរហូតដល់3ងាយស្រួលនៅក្នុងការធ្វើដំណើរនៅក្នុងរយៈចម្ងាយឆ្ងាយ DC-10 បានចាប់ផ្ដើមនៅក្នុងការហោះហើរដំបូងជាមួយនឹងក្រុមហ៊ុនអាកាសចរ American Airlines នៅក្នុងថ្ងៃទី29 ខែសីហាឆ្នាំ1970នៅក្នុងជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរ American Airlines ជើងហោះហើរលេខ96ជាចំណុចចាប់ផ្ដើមនៃរហស្សនាមមធ្យោហោះជើងហោះហើរមួយនេះបានរបូតទ្វារនៅកន្លែងដាក់ទំនិញនិងមានមធ្យោនឹងសាកសពបានរបូតចេញពីតួយន្តហោះប៉ុន្តែហេតុការណ៍មួយនេះមិនបានបង្កឲ្យមានមនុស្សស្លាប់និងរងរបួសនោះទេការរបូតទ្វារនេះគឺកើតឡើងដោយសារតែការរចនាខុសបច្ចេកទេសនៃទ្វារនៅត្រង់កន្លែងដាក់ទំនិញរបស់យន្តហោះមួយនេះដែលវាមិនបានបិទជិតល្អនោះទេទោះបីជាមានសញ្ញាដែលបញ្ជាក់ថាទ្វារនៅលើយន្តហោះនេះបានបិទជិត 100% ក៏ដោយចុះក្រោយពីហេតុការណ៍នេះ DC-10 ជាជាងពីការរចនានៅកន្លឹះនៃការឡុកទ្វារថ្មីនោះគេបែរជាបំពាក់នៅ beep hole នៅលើទ្វារនៃយន្តហោះ DC-10 ដើម្បីធ្វើឲ្យអ្នកដែលស្ថិតនៅខាងក្រៅអាចធ្វើការសង្កេតមើលបាន2ឆ្នាំក្រោយមកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរ Turkish Airlines ជើងហោះហើរលេខ981បានធ្លាក់ដោយសារតែការរបូតទ្វារនៅត្រង់កន្លែងដាក់ទំនិញនេះជាថ្មីម្ដងទៀតហេតុការណ៍មួយនេះបានសម្លាប់មនុស្សរហូតដល់346នាក់អ្វីដែលគួរឲ្យខ្លាចជាងនេះគឺលោក Dan Applegate ដែលជាអ្នក design នៅយន្តហោះប្រភេទ DC-10 នេះបានធ្វើការព្យាករណ៍អំពីការរបូតនៃទ្វាររបស់យន្តហោះនៅត្រង់កន្លែងដាក់ទំនិញនេះនៅក្នុងកំឡុងពេលនៃការធ្វើតេស្តសាកល្បងរបស់គាត់ប៉ុន្តែវាមិនត្រូវបានអើពើពីក្រុមហ៊ុននោះទេពីព្រោះតែមានការព្រួយបារម្ភអំពីការពន្យាពេលនៃការ design ទៅលើតួយន្តហោះទាំងមូលនេះធ្វើឲ្យក្រុមហ៊ុន McDonnell Douglas បានបាត់បង់ចំណូលរបស់ខ្លួនពីការប្តឹងផ្តល់និងការលក់នៃយន្តហោះនិងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់ដូចគ្នាប៉ុន្តែនេះមិនមែនជាលើកចុងក្រោយនៃគ្រោះថ្នាក់ដែលកើតចេញអំពី DC-10 នោះទេនៅក្នុងឆ្នាំ1979ក្រុមហ៊ុនអាកាសចរ American Airlines ជើងហោះហើរលេខ191បានរបូតម៉ាស៊ីនចេញពីតួយន្តហោះទោះបីជាហេតុការណ៍នេះមិនបានកើតចេញអំពីក្រុមហ៊ុន McDonnell Douglas តែកើតចេញអំពីការថែទាំមិនល្អរបស់ក្រុមហ៊ុនអាកាសចរក៏ដោយចុះប៉ុន្តែនេះបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់យន្តហោះ DC-10 មានរហស្សនាមថាជាមធ្យោហោះដែលពេលក្រោយមក DC-10 ត្រូវបានគេរចនាជាថ្មីคล้ายទៅជាយន្តហោះប្រភេទ MD-11 ដែលមានតួវែងជាងមុន